ដែលខូចនេះត្រូវបានគេលួចពីដំបូងដោយគីងមូពីវិមានមាសឡូឡេន នៅពេលនោះវាគ្រាន់តែជាដាវដែលបាក់ ពីការកំណត់ការលេចចេញនៃដាវដែលបាក់និងការដួលរលំនៃមាសដ៏ទេវភាពខាងក្រៅគឺស្ទើរតែក្នុងពេលតែមួយ ក្នុងរដូវរងាកាលពី16ឆ្នាំមុនពន្លឺដ៏ទេវភាពមួយបានហោះពាសពេញមេឃហើយធ្លាក់ចូលទៅក្នុងជ្រលងភ្នំនេធឺ នៅពេលដែលពួកសិស្សនៃនិកាយអារ្យបានទៅពិនិត្យមនុស្សរាប់សិបនាក់បានស្លាប់និងរបួស នៅទីបំផុត ពួកគេបានយកមាសទេវៈខាងក្រៅមួយដុំមកថ្វាយព្រះរតនគារ គីងមូត្រូវបានរ៉ែននីស៊ីចាប់បានកាលពី15ឆ្នាំមុន ពោលគឺពេលវេលារវាងការលេចមុខដាវដែលបាក់បែកនិងមាសទេវៈគឺគៀកណាស់ ក្រោយមកគេដឹងថាដាវដែលបាក់និងមាសដ៏ទេវៈពិតជាមួយដូចគ្នាហើយមានតែពេលទាំងពីរដាក់បញ្ចូលគ្នាទើបអាចក្លាយជាពេញលេញបាន